បច្ចេកវិទ្យារុស្ស៊ីភាពរីកចម្រើនដ៏លេចធ្លោនៅក្នុងសម័យកាលប្រែប្រួលនៅក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយសកលនិងចំនួនប្រដាប់អាវុធជាច្រើនរួមទាំងសង្គ្រាមនៅមជ្ឈមបូព៌ាផងដែរប្រទេសរុស្ស៊ីបានបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការអភិវឌ្ឍនិងពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួនធ្វើត្បិតតែប្រឈមទៅនឹងការដាក់ទណ្ឌកម្មនិងសម្ពាធអន្តរជាតិក៏ដោយក៏វិស័យបច្ចេកវិទ្យារបស់រុស្ស៊ីនៅតែបន្តរីកចម្រើនយ៉ាងខ្លាំងក្លាដែលផ្ដោតទៅលើការច្នៃប្រឌិតដែលមិនត្រឹមតែបម្រើដល់តម្រូវការការពារជាតិប៉ុណ្ណោះទេប៉ុន្តែក៏ពង្រឹងទៅដល់វិស័យសំខាន់ៗដូចជាអវកាសថាមពលនុយក្លេអ៊ែរនិងវិទ្យាសាស្ត្រផងដែរនៅក្នុងវីដេអូនេះនឹងស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបច្ចេកវិទ្យាគន្លឹះទាំងឡាយណាដែលរុស្ស៊ីកំពុងអភិវឌ្ឍនិងដាក់ឲ្យប្រើប្រាស់នៅក្នុងអំឡុងពេលដ៏លំបាកនេះដោយបង្ហាញពីភាពធន់និងភាពប៉ិនប្រសប់របស់ខ្លួននៅក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាការឡានវត្តភាពសម្រាប់ការច្នៃប្រឌិតនិងការពឹងផ្អែកលើខ្លួនឯង1បច្ចេកវិទ្យាការពារជាតិជឿនលឿនវិស័យការពារជាតិគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការអភិវឌ្ឍបច្ចេកវិទ្យារបស់រុស្ស៊ីការវិនិយោគយ៉ាងច្រើនទៅលើការស្រាវជ្រាវនិងអភិវឌ្ឍបាននាំឲ្យមានការលេចចេញនូវប្រព័ន្ធអាវុធទំនើបដែលមានសមត្ថភាពខ្ពស់មានសៀល hypersonic រុស្ស៊ីគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសឈានមុខគេនៅក្នុងការអភិវឌ្ឍមីស៊ីល hypersonic ដែលអាចហោះហើរនៅក្នុងល្បឿនលឿនជាងសំឡេងឆ្មៃហ្វាយឡើងទៅនិងមានសមត្ថភាពធ្វើសមយុទ្ធខ្ពស់ធ្វើឲ្យវាពិបាកនៅក្នុងការស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសបច្ចុប្បន្នមីស៊ីលល្បីៗរួមមាន Zeron 3M22 Zeron នេះគឺជាមីស៊ីល cruise ប្រឆាំងនាវា hypersonic ដែលត្រូវបានរចនាឡើងដើម្បីបាញ់ចេញពីនាវាចម្បាំងនិងនាវាមួយទឹកវាត្រូវបានគេរាយការណ៍ថាមានសមត្ថភាពវាយប្រហារគោលដៅទាំងនៅលើផ្ទៃទឹកនិងនៅលើដី Kinzhal K8-47M2 Kinzhal នេះគឺជាមីស៊ីលផ្លោង ballistic missile ដែលបាញ់ចេញពីយន្តហោះហើយវាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរឬក្បាលគ្រាប់ធម្មតាវាត្រូវបានគេប្រើប្រាស់កាន់តែច្រើននៅក្នុងជម្លោះបច្ចុប្បន្ន Avangard នេះគឺជាប្រព័ន្ធរំកិល hypersonic cleared vehicle AGV ដែលត្រូវបានគេបាញ់បង្ហោះដោយមីស៊ីលផ្លោងអន្តរទ្វីប ICBM វាអាចធ្វើសមយុទ្ធខ្លាំងក្លានៅក្នុងបរិយាកាសដែលធ្វើឲ្យវាស្ទើរតែមិនអាចស្ទាក់ចាប់បានការអភិវឌ្ឍមីស៊ីល hypersonic ទាំងនេះបានផ្ដល់ឲ្យរុស្ស៊ីនូវឧត្តមភាពយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងវិស័យយោធាប្រព័ន្ធសង្គ្រាម electronic warfare រុស្ស៊ីបានវិនិយោគយ៉ាងច្រើនទៅលើការអភិវឌ្ឍប្រព័ន្ធសង្គ្រាម electronic EW ដែលមានសមត្ថភាពរំខានបិទបាំងនិងបំផ្លាញប្រព័ន្ធទំនាក់ទំនងនិងរ៉ាដារបស់សត្រូវប្រព័ន្ធ EW របស់រុស្ស៊ីត្រូវបានគេជឿថាមានប្រសិទ្ធភាពខ្ពស់នៅក្នុងការរំខានដល់ជនហោះគ្មានមនុស្សបើក UAV និងប្រព័ន្ធទំនាក់ទំនងរបស់គូប្រជែងបញ្ញាសិប្បនិម្មិត AI នៅក្នុងវិស័យយោធារុស្ស៊ីកំពុងផ្ដោតទៅលើការបញ្ចូល AI នៅក្នុងប្រព័ន្ធអាវុធនិងប្រតិបត្តិការយោធារបស់ខ្លួនផែនការអាវុធវត្តសម្រាប់ឆ្នាំ2027-2036បានផ្ដល់អាទិភាពយ៉ាងច្បាស់លាស់ដល់ការរួមបញ្ចូល AI ទៅក្នុងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រនិងប្រព័ន្ធរ៉ូបូតគ្មានមនុស្សបើកការប្រមូលទិន្នន័យកងទ័ពរុស្ស៊ីបានចាប់ផ្ដើមការប្រមូលទិន្នន័យជាប្រព័ន្ធនៅក្នុងឆ្នាំ2025ដោយផ្ដោតទៅលើប្រតិបត្តិការគ្មានមនុស្សបើកដើម្បីជំរុញកម្មវិធី software ដែលដំណើរការដោយ AI ការសម្រេចចិត្តលឿន AI ត្រូវបានគេរំពឹងថានឹងផ្ដល់នូវសមត្ថភាពនៅក្នុងការធ្វើសម្រេចចិត្តលឿនជាងល្បឿននៃការគិតនៅក្នុងសមរភូមិ2បច្ចេកវិទ្យាអវកាសរុស្ស៊ីមានប្រវត្តិយូរលង់និងលេចធ្លោនៅក្នុងវិស័យអវកាសហើយនៅតែបន្តអភិវឌ្ឍបច្ចេកវិទ្យាអវកាសទំនើបយានអវកាសដើរដោយថាមពលនុយក្លេអ៊ែរស៊ូរុស្ស៊ីកំពុងត្រួសត្រាយផ្លូវនៅក្នុងការអភិវឌ្ឍយានអវកាសដើរដោយថាមពលនុយក្លេអ៊ែរដែលមានឈ្មោះថាស៊ូយាននេះត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ម៉ាស៊ីន reactor នុយក្លេអ៊ែរខ្នាតតូចទំហំ500 គីឡូវ៉ាត់បេសកកម្មដំបូងរបស់ស៊ូត្រូវបានគេកំណត់ពេលសម្រាប់ឆ្នាំ2030ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេល5ខែគោលបំណងយាននេះត្រូវបានគេប្រើប្រាស់បេសកកម្មរុករកអវកាសជ្រៅការសម្អាតកំទេចកំទីអវកាសនិងគោលបំណងយោធាទោះបីជាមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុនិងការលុបចោលគម្រោងអវកាសមួយចំនួនក៏ដោយរុស្ស៊ីនៅតែបន្តអភិវឌ្ឍបច្ចេកវិទ្យាជំរុញយានអវកាសដើរដោយថាមពលនុយក្លេអ៊ែរ3ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិលសហជីវកម្មថាមពលអាតូមរដ្ឋរុស្ស៊ីRosatom នៅតែជាអ្នកនាំមុខគេនៅលើពិភពលោកនៅក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនិងការនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរការសាងសង់រោងចក្រនុយក្លេអ៊ែរគិតត្រឹមខែកុម្ភៈ
ឆ្នាំ2026រុស្ស៊ីនៅតែបន្តសាងសង់ reactor nuclear ចំនួន6គ្រឿងនៅក្នុងប្រទេសដែលនៅមានគម្រោងសាងសង់រោងចក្រ nuclear នៅបរទេសជាច្រើនគម្រោងអន្តរជាតិ Rosatom បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រ nuclear នៅប្រទេសជាច្រើនការបំពេញគោលដៅរោងចក្រថាមពល nuclear របស់រុស្ស៊ីបានបំពេញគោលដៅផលិតអគ្គិសនីរបស់រដ្ឋសម្រាប់ឆ្នាំ2025មុនកាលកំណត់ 4. បច្ចេកវិទ្យាវិទ្យាសាស្ត្ររុស្ស៊ីក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងវិស័យវិទ្យាសាស្ត្រជាពិសេសនៅក្នុងការអភិវឌ្ឍការព្យាបាលជំងឺមហារីកវ៉ាក់សាំង mRNA ប្រឆាំងមហារីករុស្ស៊ីបានប្រកាសពីផែនការណែនាំវ៉ាក់សាំង mRNA ប្រឆាំងមហារីកដំបូងបង្អស់របស់ខ្លួនដែលត្រូវបានគេរំពឹងថានឹងមាននៅដើមឆ្នាំនេះការព្យាបាលផ្ទាល់ខ្លួនអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានបង្កើតបច្ចេកវិទ្យាពិសេសសម្រាប់ការព្យាបាលជំងឺមហារីកផ្ទាល់ខ្លួនដែលមានសភាពរបស់វាត្រូវបានកែសម្រួលទៅតាមអ្នកជំងឺម្នាក់ៗការដាក់បញ្ចូលនៅក្នុងការធានារ៉ាប់រងរុស្ស៊ីក៏មានផែនការដាក់បញ្ចូលវ៉ាក់សាំងប្រឆាំងមហារីកនៅក្នុងកម្មវិធីធានារ៉ាប់រងវិទ្យាសាស្ត្រផងដែរ5ភាពធន់នៃវិស័យបច្ចេកវិទ្យាទោះបីជាមានការដាក់ទណ្ឌកម្មនិងភាពតានតឹងផ្នែកនយោបាយក៏ដោយវិស័យបច្ចេកវិទ្យារបស់រុស្ស៊ីបានបង្ហាញពីភាពធន់និងសមត្ថភាពនៅក្នុងការសម្របខ្លួនការបង្កើនការចំណាយយោធារុស្ស៊ីបានប្រកាសពីការកើនឡើង 200% នៃការចំណាយយោធាសម្រាប់ឆ្នាំ2025-2026ដោយមានផ្នែកសំខាន់ៗត្រូវបានបែងចែកទៅតាមស្រុកការពឹងផ្អែកលើខ្លួនឯងការដាក់ទណ្ឌកម្មបានជំរុញឲ្យរុស្ស៊ីពឹងផ្អែកលើខ្លួនឯងកាន់តែច្រើននៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចជាមីក្រូអេឡិចត្រូនិកនិងសូហ្វវែរសរុបមកប្រទេសរុស្ស៊ីបានបង្ហាញពីភាពរឹងមាំនិងសមត្ថភាពច្នៃប្រឌិតដ៏អស្ចារ្យនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនទោះបីជាស្ថិតនៅក្នុងបរិបទនៃភាពតានតឹងសកលនិងការដាក់ទណ្ឌកម្មក៏ដោយមីស៊ីល hypersonic ទំនើបនិងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករហូតដល់ជាតិអវកាសដែលដោយថាមពល nuclear និងវ៉ាក់សាំង mRNA ប្រឆាំងមហារីករុស្ស៊ីបានបន្តជំរុញព្រំដែននៃបច្ចេកវិទ្យាការផ្ដោតលើការពឹងផ្អែកលើខ្លួនឯងនិងការច្នៃប្រឌិតនៅក្នុងស្រុកមិនមែនត្រឹមតែបានពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែក៏បានរួមចំណែកដល់ការអភិវឌ្ឍវិស័យស៊ីវិលនិងការរក្សាសន្តិសុខជាតិផងដែរភាពប៉ិនប្រសប់របស់រុស្ស៊ីនៅក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាពសម្រាប់ការច្នៃប្រឌិតគឺជាផុសតាងនៃស្មារតីវិទ្យាសាស្ត្រនិងបច្ចេកទេសដ៏រឹងមាំរបស់ខ្លួន